អ៊ីរ៉ង់បានបញ្ជាក់ឲ្យថានាវាទាំងអស់លើពិភពលោកអាចឆ្លងកាត់ច្រកសមុទ្រហូម៉ូបានលើកលែងតែសត្រូវរបស់អ៊ីរ៉ង់តែប៉ុណ្ណោះកាលពីថ្ងៃច័ន្ទទី16មីនាឆ្នាំ2026កន្លងទៅនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសថានាវារបស់ប្រទេសនានាអាចបើកឆ្លងកាត់ច្រកសមុទ្រហូម៉ូបានលើកលែងតែអាមេរិកអ៊ីស្រាអែលនិងបកពួករបស់គេតែប៉ុណ្ណោះពលគឺប្រទេសដែលបានចូលរួមវាយប្រហារអ៊ីរ៉ង់តែប៉ុណ្ណោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសង្ខេបយ៉ាងខ្លីថាច្រកសមុទ្រហូម៉ូបើកចំហសម្រាប់មិត្តហើយបិទចិត្តសម្រាប់សត្រូវយើងស្របពេលដែលប្រទេសជាច្រើននៅអឺរ៉ុបបដិសេធមិនចូលរួមជួយអាមេរិកបើកច្រកសមុទ្រហូម៉ូអ្នកណាខ្លះបដិសេធមិនរួមដៃជាមួយលោកដូណាល់ត្រាំបើកច្រកសមុទ្រហូម៉ូមាន1អាល្លឺម៉ង់ថាមិនបានចូលរួមទេព្រោះមិនមែនជាសង្គ្រាមសមាជិកអង្គការ NATO និងមិនមែនជាសង្គ្រាមរបស់ NATO ទេពីសហគមន៍អឺរ៉ុបសង្គ្រាមបច្ចុប្បន្នមិនមែនជាសង្គ្រាមសហគមន៍អឺរ៉ុបទេហើយអឺរ៉ុបក៏គ្មានបំណងទាញរឿងផ្ទាល់ខ្លួនទៅជាការប្រឈមមុខដាក់គ្នានោះទេ3លុចសម្បួរអំពើខុសច្បាប់មិនមែនជាអ្វីដែលខ្លួនប្រាថ្នានោះឡើយ4ចក្រភពអង់គ្លេសរឿងដែលសំខាន់បំផុតគឺចងចាំថាយើងមិនរងឱកាសធ្វើជាតួឯកនៅក្នុងសង្គ្រាមនេះនោះទេ5ជប៉ុនយើងមិនទាន់សម្រេចចិត្តណាមួយចំពោះការបញ្ជូននាវាអមការពារទៅច្រកសមុទ្រហូម៉ូទេ6អូស្ត្រាលីមិនបានចូលរួម7បារាំងក៏មិនបានចូលរួមអ៊ីតាលីក៏មិនបានចូលរួមចិនមិនបានចូលរួមនិងលើកឡើងយ៉ាងដូចថាគ្រប់ភាគីទាំងអស់គឺមានការទទួលខុសត្រូវរៀងៗខ្លួនដើម្បីធានាស្ថិរភាពនិងមិនមានការរំខានដល់ការផ្គត់ផ្គង់ប្រេងលោកដូណាល់ត្រាំក៏បាននិយាយថាអាមេរិកតែងតែគាំទ្រសហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តយូរលង់ណាស់មកហើយលើបញ្ហាសន្តិសុខហើយរំពឹងថានឹងមានការជួយគ្នាទៅវិញទៅមកចំពោះបញ្ហាបច្ចុប្បន្នលោកនិយាយថាលោកនឹងចាំទុកចំពោះប្រទេសណាដែលបដិសេធជួយដល់កិច្ចខំប្រឹងប្រែងស្ដារច្រកដឹកជញ្ជូនប្រេងសំខាន់របស់ពិភពលោកនាពេលនេះអ៊ីរ៉ង់ហាក់ដូចជាកាន់តែកើនឥទ្ធិពលចំណែកអ៊ីស្រាអែលស៊ីរ៉ែនប្រកាសអាសន្នក៏បានចាប់សញ្ញាដ្រូនសារប្រភេទថ្មីរបស់អ៊ីរ៉ង់លែងចង់ទាន់ហើយចំណែកអាមេរិកកំពុងស្វែងរកការគ្រប់គ្រងតែអ្វីដែលនឹកស្មានមិនដល់គឺមានសម្ព័ន្ធមិត្តដែលហ៊ានបដិសេធខ្លួនចាំមើលថាតើប្រទេសណាមួយដែលហ៊ានចូលដៃជួយអាមេរិកដើម្បីបើកច្រកសមុទ្រហូម៉ូចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងតំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅអ្នកដែលនាំទំនិញសៀមចូលកម្ពុជានិងអ្នកកាងទំនិញសៀមឲ្យចូលទឹកដីកម្ពុជាសូមត្រៀមខ្លួនឲ្យហើយសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ឲ្យថាខ្ញុំសូមស្នើរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ឋានៈកំចាត់មន្ត្រីនិងឈ្មួញដែលនៅតែបន្តលួចនាំទំនិញថៃចូលក្នុងពេលដែលបិទព្រំដែនដែលធ្វើឲ្យអ្នកជិតខាងរបស់យើងមើលងាយយើងថាអត់ទំនិញគេមិនបានប្រសិនបើខ្ញុំនៅជានាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះនោះទេគឺចេញបញ្ជាឲ្យចាប់ខ្លួនឬដកចេញពីមន្ត្រីតែម្ដងប៉ុន្តែសូមកុំគិតថាវាមិននៅកណ្ដុរឡើងរាជអីសោះតើបងប្អូនយល់ឃើញយ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងតំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅសៀមក្រោយពីឲ្យអ៊ីរ៉ង់សុំទោសមិនបានសម្រេចសៀមក៏បានឲ្យរដ្ឋមន្ត្រីការបរទេសរបស់សៀមខលទៅសុំអង្គរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដើម្បីសុំឲ្យនាវាដឹកទំនិញរបស់សៀមបានឆ្លងកាត់ច្រកសមុទ្រហូម៉ូបានដោយរលូននិងសុំឲ្យជួយរកនាវិក3នាក់ដែលបានបាត់ខ្លួនផងរហូតមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់ឆ្លើយតបឡើយទេស្របពេលជាមួយគ្នានៅភាគខាងត្បូងប្រទេសថៃផ្អើលប្រទេសថៃនៅថ្ងៃនេះនៅវេលាម៉ោង9:20នាទីព្រឹកហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់ថៃនិងក្រុមផ្ដាច់ខ្លួនរបស់ម៉ាឡេស៊ីដែលស្ថិតនៅភាគខាងត្បូងស្ថិតនៅភូមិបានតាខងឃុំទុយងស្រុកនងឈិតខេត្តប៉ាតានីបណ្ដាលឲ្យនាយករងនគរបាលសៀមម្នាក់ឈ្មោះវរៈទេពស្រីសុវណ្ណច័ន្ទឋានៈជាវរៈសេនីយ៍ត្រីងាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុលើកនេះបងប្អូនអ៊ីស្លាមលេងកាន់តែធ្ងន់ហើយសត្រូវមានទាំងក្នុងទាំងក្រៅមានជុំវិញប្រទេសសៀមយូរមិនឆាប់សៀមអាចនឹងរលាយចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងតំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅ